រឿងសំឡេងយំក្រោមផ្ទះឈើពេលខ្លះអ្វីដែលយើងគិតថាលោកសំឡេងខ្យល់គេវាអាចជាអ្នកណាម្នាក់កំពុងហៅយើងរឿងនេះកើតឡើងជាមួយខ្ញុំផ្ទាល់នៅពេលដែលខ្ញុំទៅស្នាក់នៅផ្ទះឈើចាស់មួយនៅជាភូមិដាច់ស្រយាលឆ្ងាយពីទីប្រជុំជនផ្ទះនោះជាផ្ទះលើសក្រោមផ្ទះងឹតសើមនិងត្រជាក់ខ្លាំងពេលថ្ងៃលិចអាកាសធាតុស្ងៀមស្ងាត់សូម្បីសត្វល្អិតក៏មិនសូម្បីសំឡេងយប់ដំបូងខ្ញុំគេងមិនលក់ព្រោះម៉ោងប្រហែល12យប់ខ្ញុំបានឮសំឡេងយំស្រាលដូចស្ត្រីម្នាក់កំពុងយំចេញពីក្រោមផ្ទះខ្ញុំគិតថាប្រហែលជាឆ្មាឬសត្វណាមួយហើយខ្ញុំក៏ព្យាយាមគេងបន្តតែយប់បន្ទាប់សំឡេងនោះវិញត្រឡប់មកម្ដងទៀតលើកនេះវាច្បាស់ជាងមុនហើយមានពាក្យនិយាយជាប់មកជាមួយជួយខ្ញុំផងឈាមខ្ញុំត្រជាក់ភ្លាមខ្ញុំមិនហ៊ានចុះមើលគ្រាន់តែអង្គុយរឹងនៅលើគ្រែបេះដូងលោតខ្លាំងដូចចង់ផ្ទុះចេញចាប់ពីយប់នោះទៅរាល់យប់ម៉ោងដូចគ្នាសំឡេងយំនឹងលេចឡើងខ្លះយំខ្លះសើចខ្លះនិយាយឈ្មោះខ្ញុំច្បាស់ថ្ងៃមួយខ្ញុំសួរអ្នកចាស់នៅភូមិពួកគាត់ស្ងៀមមួយផ្លែតមុននឹងប្រាប់ខ្ញុំថាក្រោមផ្ទះនោះធ្លាប់មានស្ត្រីមានផ្ទៃពោះម្នាក់ត្រូវគេធ្វើបាបហើយស្លាប់នៅទីនោះសពត្រូវបានកប់ក្រោមផ្ទះដោយគ្មានពិធីបុណ្យអ្វីទាំងអស់គាត់និយាយថាខ្មោចនោះមិនអាចទៅណាបាននាងតែយំហើឲ្យមានអ្នកដើម្បីដឹងថានាងធ្លាប់រស់នៅទីនោះយប់ចុងក្រោយដែលខ្ញុំស្នាក់នៅសំឡេងយំលែងស្រាលទៀតវាយំខ្លាំងឡើងជិតជាន់ផ្ទះហើយខ្ញុំបានឮសំឡេងកូនយំជាមួយព្រឹកឡើងខ្ញុំចាក់ចេញពីផ្ទះនោះភ្លាមហើយមិនដែលត្រឡប់ទៅវិញទៀតប៉ុន្តែរហូតដល់ថ្ងៃនេះរាល់ពេលយប់ជ្រៅខ្ញុំនៅតែស្ដាប់សំឡេងយំស្រាលនៅក្នុងសុបិនហើយខ្ញុំមិនប្រាកដថានាងលែងតាមខ្ញុំមកហើយឬនៅទេ